ពេលយើងមានទាំងនំផ្អែមគឺជំងឺអីទាំងអស់គឺមកជុំវិញខ្លួនយើងតាំងពីរោគបេះដូងតាំងពីរោគភ្នែករោគត្រចៀករោគចងចាំរោគពោះវៀនរោគបត់ជើងរោគផ្លូវភេទហើយរោគថ្លើមរោគកលៀនមកទាំងអស់ទៅតាមគ្នាបាទរោគស្លាប់បេះដូងជាហៀងរោគកាំងបេះដូងរោគឈឺទ្រូងបាទច្រើនទាំងអស់ហើយរោគទាំងអស់ហ្នឹងគឺថាចុះមិនទាំងនំផ្អែមវារោគច្រើនម្លេះរហូតដល់កាត់ដៃកាត់ជើងវាពាក់ព័ន្ធទាំងអស់ពីព្រោះទាំងនំផ្អែមហ្នឹងគឺមានជាតិស្ករច្រើននៅក្នុងសរសៃឈាមហើយតែជាតិស្ករច្រើនវាធ្វើទុកគ្រោះថ្នាក់ដល់ចិញ្ចាំងសរសៃឈាមហ្នឹងអញ្ចឹងធ្វើឲ្យសរសៃវិញ្ញាណគឺមិនដំណើរការបាទអញ្ចឹងសរសៃឈាមដែលបំរើកោសិកាខាងសរសៃប្រសាទហ្នឹងវាអត់ដំណើរការអញ្ចឹងពាក់ព័ន្ធទាំងអស់អញ្ចឹងយើងឃើញហើយបើយើងព្យាបាលរោគទឹកនោមផ្អែមហ្នឹងយើងត្រូវព្យាបាលរោគទាំងអស់ហ្នឹងបើព្យាបាលរោគទាំងអស់ហ្នឹងវាពាក់ព័ន្ធនឹងធ្វើទុកដល់ថ្លើមយើងហើយបើយើងព្យាបាលថ្លើមយើងវាត្រូវការប៉ះពាល់ដល់រោគកាពះយើងបើយើងព្យាបាលកាពះហ្នឹងវាថ្លើមយើងទុកដើមទៀតដោយសារថ្នាំថែមលើហ្នឹងថ្នាំថ្លើមនឹងត្រូវចម្រាញ់ទៀតអញ្ចឹងវាជន់លើជន់ហើយបើយើងនៅស្រុកខ្មែរភាគច្រើនពិបាកបញ្យល់ណាហើយពេទ្យក៏អត់មានពេលមកអង្គុយបញ្យល់យើងមួយវាពាក់ព័ន្ធគ្នាណាពីជំងឺនេះវាដេញមកជំងឺនេះវាដេញមកជំងឺវាពាក់ព័ន្ធជំងឺនេះវាធ្លាក់ទៅលើជំងឺនេះជន់លើជំងឺនេះអញ្ចឹងវិជ្ជបណ្ឌិតគាត់អត់មានពេលបញ្យល់យើងអញ្ចឹងទេហើយកុំបន្ទោសគាត់ដោយសារជំងឺហ្នឹងវាពាក់ព័ន្ធច្រើនជំងឺគាត់ថាអូខេទៅពិនិត្យភ្នែកទៅអូខេទៅពិនិត្យជើងទៅអូខេទៅពិនិត្យខ្លាញ់មើលប៉ុន្តែយើងចេះតែពិនិត្យទៅយកអត់ដឹងទេហើយក៏ឲ្យថ្នាំមកហើយថ្នាំខ្លះជន់មួយថ្នាំដុកទ័រខាងបេះដូងហើយថ្នាំបេះដូងខ្លះជន់ថ្នាំជាមួយពេទ្យទឹកនោមផ្អែមទៅវិញទៅមកគឺជួនកាលញ៉ាំជន់ថ្នាំនេះវាឡើងដល់20 30គ្រាប់មួយនេះដែរវាធ្វើទុកលើដើមធ្វើឲ្យគាត់ពុល liver toxic បាទអញ្ចឹងថ្លើមគាត់ក៏ឆាប់ខូចកលៀនគាត់ក៏ឆាប់ខូចហើយកាពះគាត់ក៏ឆាប់ខូចហើយជាទូទៅញ៉ាំលេងកើតរោគទឹកនោមផ្អែមគាត់គឺធ្ងន់ធ្ងរហើយបើមិនញ៉ាំទេខ្លាញ់គាត់ឡើងកប់សរសៃឈាមហើយបើមិនញ៉ាំទេឈាមគាត់ឡើងដល់តែខ្ទុះដាច់សរសៃឈាមអញ្ចឹងវាប៉ះពាល់ទាំងអស់អញ្ចឹងមានតែមួយទេទី1សូមប្រជាពលរដ្ឋយើងទាំងអស់ក្មេងៗខ្ញុំឃើញច្រើននៅស្រុកខ្មែរយើងចូលចិត្តញ៉ាំស្រាហើយដុសក្បាលពោះមិនមែនអ្នកដុសក្បាលពោះគឺរស់ស៊ីមានបានកូនអ្នកមានទេអ្នកទូធាមិនកូនអ្នកទូធាទេគឺអ្នកឆាប់ស្លាប់អ្នកមានរោគច្រើនអ្នកយើងត្រូវចំថ្ងៃក្រោយអ្នកធ្វើយើងវេទនាហើយបើមិនចេះរស់ស៊ីធ្វើយើងក្រខ្លួនអញ្ចឹងមានន័យថាយកអ្នកណាដែលចេះស្រឡាញ់ខ្លួនចេះថែទាំសុខភាពហាត់ប្រាណញ៉ាំចុកយកចិត្តទុកដាក់មិនមែនចេះតែប៉ះអីប៉ាត់ណាប៉ាត់ណីទេមានតែញ៉ាំប្រយ័ត្នឲ្យមានបន្លែផ្លែឈើគ្រប់គ្រាន់ឲ្យមានជាតិសរសៃច្បាស់លាស់ហើយឲ្យមានកាត់បន្ថយខ្លាញ់ឲ្យអស់ហើយកុំញ៉ាំរបស់នឹងចាំផ្លូវដែលខ្លាញ់អាក្រក់ធ្វើឲ្យប៉ះទង្គិចដល់សរសៃឈាមយើងនឹងព្រមទាំងកុំភ្លេចញ៉ាំកុំឲ្យប្រៃកាត់បន្ថយប្រៃឲ្យច្រើនបំផុតព្រោះយើងកំពុងមានបញ្ហាទាំងអស់ហ្នឹងជាតិប្រៃធ្វើឲ្យឈាមនឹងឡើងលើដើមទៀតហើយមួយទៀតផងកាត់បន្ថយផ្អែមដោយសារទឹកនោមផ្អែមកើនមកពីសារធាតុស្ករក្នុងខ្លួនយើងច្រើនដែលហៀចូលក្នុងសរសៃឈាមយើងដូច្នេះហើយទី1កាត់ឲ្យកាត់ទៀតខ្លាញ់អំបិលហើយនឹងជាតិផ្អែម3ហ្នឹងគឺជាគេហៅថាសារធាតុសម្រាប់យើងអត់ដឹងខ្លួនទេដូច្នេះហើយក្រៅពីកាត់ទាំងអស់ហ្នឹងគឺយើងបំពន់ខ្លួនឯងដោយញ៉ាំរបស់របរស្រស់សុខភាពល្អហើយអង្គសរុបបើអាចទន្ទឹមនឹងផងដែរមានបន្លែផ្លែឈើណាពេញគ្រប់ពេលវេលាដែលយើងញ៉ាំបាយហើយញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ហើយហាត់ប្រាណជាប្រចាំហាត់ប្រាណអត់បាច់ចាំច្រើនទេ30 ទៅ 40 នាទីមួយសប្តាហ៍ត្រឹមតែ3 ទៅ 4 ដងគឺគ្រប់ហើយ